ចំពោះថ្ងៃទី2ខែសីហានេះត្រូវជាថ្ងៃវកដែលយ៉ាងឆ្នាំដែលល្អប្រសើរដែលហេងនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំម្សាញ់ជូតហើយនឹងរោងចំណែកអ្នកដែលត្រូវការធាតុដីហើយនឹងមាសក៏ល្អ 50% ផងដែរឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នទៅលើការសម្រេចចិត្តមុខរបរអាជីវកម្មជាពិសេសទៅលើការបើកបរធ្វើដំណើរមានឆ្នាំខាលធាតុទឹកវ័យ65ឆ្នាំនិងខាលធាតុឈើវ័យ53ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំបុកគ្រឹះមានទិសខាងកើតហើយនិងទិសខាងត្បូងចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ល្អប្រសើរពេញមួយថ្ងៃនៅទិសខាងត្បូងឈៀងខាងលិចហើយនឹងទិសខាងជើងឈៀងខាងកើតក្នុងករណីដែលយើងចង់ចាប់លាបឬក៏បន្ទោះលាបយើងអាចប្រើប្រាស់បាននៅទិសខាងត្បូងឈៀងខាងលិចទី2នៅក្នុងអង្សា225ដោយយើងដាក់ជាទឹកមានចលនាឬក៏គោមអំបិលក៏បាននៅក្នុងចន្លោះម៉ោង9ទៅម៉ោង11ថ្ងៃត្រង់ចំពោះគោមអំបិលឬក៏ទឹកមានចលនាបងប្អូនអាចធ្វើការកម្មង់បានទឹកមានចលនានឹងមានន័យថាយើងប្រើម៉ូទ័រនឹងដាក់នៅក្នុងទឹកដើម្បីឲ្យទឹកនឹងមានលក្ខណៈពុះកញ្ជ្រោលនៅក្នុងការចាប់នៅខ្យល់ឬក៏យើងហៅថាចាប់នៅឈីដែលល្អចូលមកក្នុងផ្ទះរបស់យើងចំពោះការកម្មង់នៅគោមអំបិលឬក៏ម៉ូទ័រទឹកនឹងខ្ញុំនឹងរើសពេលវេលាទៅតាមថ្ងៃខែឆ្នាំកំណើតទិសរកពេលវេលាដែលល្អក្នុងការដាក់ជូនបងប្អូនទៅតាមដួងរៀងៗខ្លួនចំពោះម៉ូទ័រទឹកនេះមាន2ធឺខ្នាត25វ៉ាត់ហើយនិង16វ៉ាត់បងប្អូនអាចធ្វើការកម្មង់បាននិងមួយទិសទៀតនៅក្នុងករណីបងប្អូនខកខានក្នុងការចាប់លាបយើងអាចប្រើប្រាស់នៅទិសខាងជើងឈៀងខាងកើតទី2 45អង្សាដោយការដុតទៀន9ដើមឬក៏យើងពិបាកនៅក្នុងការគ្រប់គ្រងភ្លើងទៀនយើងអាចប្រើប្រាស់ដោយការដោតជាគោមអំបិលក៏បាននៅក្នុងចន្លោះម៉ោង1ទៅម៉ោង3រសៀលសម្រាប់ថ្ងៃនេះផ្ទាល់យើងឃើញថាជាថ្ងៃ Remove Day ដែលយើងប្រើប្រាស់នៅក្នុងការលាងនៅធម្មពលអវិជ្ជមានភាពសោយស្រេះស្មុគស្មាញរៀបចំនៅផ្ទះសម្បែងដើម្បីឲ្យមានរបៀបរៀបរយកាត់សក់កញ្ចក់បរិច្ចាគទៀនសម្រាប់អ្នកឆុងឆ្នាំឆុងខែគប្បីធ្វើទាំងអស់គ្នាកុំឲ្យមានការខកខានយើងអាចធ្វើបានពេញមួយថ្ងៃនៅក្នុងថ្ងៃនេះផ្ទាល់ហើយក៏មានធម៌ពលល្អប្រសើរផងដែរនៅក្នុងការបន់ស្រន់សមាធិអធិដ្ឋានការធ្វើកិច្ចតាមបែបសាសនាចំពោះកិច្ចការងារមួយចំនួនដែលយើងគួរតែមានការប្រុងប្រយ័ត្នទៅលើការប្រមូលបំណុលការចុះហត្ថលេខាទៅលើកិច្ចសន្យាឬកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្ដាក់ទុនវិនិយោគធ្វើទីផ្សារទំនាក់ទំនងការស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រពិនិត្យសុខភាពដំណើរកម្សាន្តគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់នៅក្នុងថ្ងៃនេះផ្ទាល់សម្រាប់សំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចទម្លាក់នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ជា link និង QR នៅពីលើ page នេះផ្ទាល់ជូនពរសំណាងល្អនៅក្នុងថ្ងៃទី2ខែសីហានេះផ្ទាល់